ប្រទេសស្ថិតលើយុវជនបើមនុស្សគ្រប់គ្នាមានចិត្តស្មោះត្រង់កុំយកផលប្រយោជន៍ធ្វើជាធំលើច្បាប់ប្រទេសនឹងរីកចម្រើនស្គាល់តែពន្លឺថ្ងៃខ្ញុំឃើញអ្នកក្រីក្ររស់នៅទាំងលំបាកខ្លះខំធ្វើការហត់តែមិនបានសុខសាន្តព្រោះតែអំពើពុករលួយបំផ្លាញជាតិធ្វើឲ្យអ្នកស្មោះត្រង់ខកចិត្តរាល់ថ្ងៃចង់ឲ្យប្រទេសខ្លាំងត្រូវកំចាត់អំពើពុករលួយនោះមិនតំឡាភាពដើបជាតិរីកលូតលាស់អ្នកដឹកនាំស្អាតស្អំប្រជាជនមានសង្ឃឹមរួមគ្នាសាងសង់ជាតិឲ្យកូនចៅជំនាន់ក្រោយកុំយកអំណាចទៅធ្វើបាបអ្នកទន់ខ្សោយកុំលក់មិនសិកាដើម្បីតែលុយកាក់បើចិត្តនៅតែស្អាតសង្គមនឹងភ្លឺថ្លាខ្មែរយើងនឹងខ្លាំងដោយប្រទេសគេដែរចង់ឲ្យប្រទេសខ្លាំងត្រូវកំចាត់អំពើពុករលួយកុំឲ្យភាពអយុត្តិធម៌នៅសល់ក្នុងសង្គមយុវជនត្រូវហ៊ានក្រោកធ្វើល្អដើម្បីជាតិរួមគ្នាដើរទៅមុខឲ្យទង់ជាតិខ្ពស់ថ្លៃខ្មែរមានសាមគ្គីថ្ងៃនោះជាតិយើងមានកិត្តិសរកុំចាក់អំពើពុករលួយពីដីខ្មែរអនាគតភ្លឺស្វាងនឹងកើតមានពិតប្រាកដៃ